រឿងបរោះកំសត់ស្នេហ៍ក្នុងភូមិតូចមួយដែលហុំព័ទ្ធដោយវាលស្រែពណ៌មាសរស់នៅដោយយុវជនក្រីក្រម្នាក់ឈ្មោះអារុនរៀងរាល់ព្រឹកគាត់ធ្វើការយ៉ាងលំបាកក្នុងការដឹកទឹកធ្វើស្រែចម្ការនិងជួយម្ដាយរបស់គាត់ប៉ុន្តែនៅពីក្រោយស្នាមញញឹមដ៏ហត់នឿយរបស់គាត់មានសុបិនមួយសុបិនអំពីស្នេហានៅរសៀលមួយក្បែរទន្លេអារុនបានជួបលីណាស្នាមញញឹមរបស់នាងមានអារម្មណ៍កក់ក្ដៅជាងពន្លឺព្រះអាទិត្យចាប់ពីថ្ងៃនោះមកអារុនជឿថានាងជាហេតុផលដែលគាត់ត្រូវតែធ្វើការឲ្យខ្លាំងជាងលីណាបានសូរទៅកាន់អារុនថាហេតុអ្វីបានជាបងតែងញឹមពេលឃើញអូនអារុនបានឆ្លើយថាពីព្រោះថ្ងៃណាមួយជីវិតនឹងកាន់តែប្រសើរឡើងយប់មួយនៅក្រោមដើមស្វាយចាស់អារុនបានសន្យាមួយគាត់នឹងចាកចេញពីភូមិរយៈពេល1ឆ្នាំដើម្បីធ្វើការនៅក្នុងទីក្រុងហើយត្រឡប់មកវិញជាមួយនឹងប្រាក់គ្រប់គ្រាន់ដើម្បីសាងអនាគតជាមួយគ្នាអារុនបាននិយាយទៅកាន់លីណាថានាងត្រូវតែរងចាំខ្ញុំ1ឆ្នាំលីណាក៏យល់ព្រមទីក្រុងនេះខូខើណាស់អារុនធ្វើការទាំងយប់ទាំងថ្ងៃយួរប្រអប់ធ្ងន់សម្អាតភោជនីយដ្ឋាននិងដេកក្នុងបន្ទប់តូចប៉ុន្តែរាល់យប់គាត់បានមើលរូបភាពរបស់លីណាហើយបន្តទៅមុខទៀតបន្ទាប់ពី1ឆ្នាំអារុនត្រឡប់មកផ្ទះវិញប៉ុន្តែភូមិបានផ្លាស់ប្ដូរលីណាលែងរងចាំគាត់ទៀតហើយនាងជ្រើសរើសតារាដែលជាបុរសអ្នកមានម្នាក់មកពីទីក្រុងអារុនបានសួរទៅកាន់លីណាថាគូអ្នកបានសន្យាថារងចាំខ្ញុំហេតុអ្វីអ្នកក្បត់ពាក្យសន្យាលីណាបានតបទៅវិញថាក៏ខ្ញុំធុញទ្រាន់នឹងការរងចាំហើយអារុនមិនបានឆ្លើយតបទៅកាន់លីណាវិញទេគាត់បានដើរចេញដោយស្ងាត់ថ្ងៃคล้ายជាខែខែคล้ายជាឆ្នាំការឈឺចាប់របស់អារុនបានคล้ายជាការលើកទឹកចិត្តជំនួសឲ្យការដេញតាមស្នេហាអារុនបានចាប់ផ្ដើមមកសាងអនាគតរបស់គាត់1ឆ្នាំបានកន្លងផុតទៅកសិដ្ឋានដ៏តូចមួយរបស់អារុនទទួលបានជោគជ័យមនុស្សគោរពគាត់ចំពោះសេចក្តីសប្បុរសនិងការខិតខំប្រឹងប្រែងរបស់គាត់ល្ងាចមួយលីណាបានឃើញគាត់ម្ដងទៀតប៉ុន្តែលើកនេះអារុនលែងរងចាំនាងទៀតហើយស្នេហាអាចបំបែកបេះដូងប៉ុន្តែការឈឺចាប់ក៏អាចបង្កើតអនាគតដ៏រឹងមាំផងដែរអារុនរៀនថាការរងចាំនរណាម្នាក់មិនសំខាន់ដូចការធ្វើជាមនុស្សដ៏មានតម្លៃនោះទេពីព្រោះការខិតខំប្រឹងប្រែងនិងការលះបង់អាចប្រែក្លាយជីវិតទៅជាអ្វីដែលស្រស់ស្អាតបងជួយ Subscribe Channel YouTube ខ្ញុំម្នាក់មួយផងសូមអរគុណ